សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជីពរៀនមកអត់ដឹងថាធ្វើម្ហូបអីទេឃើញស្ពៃបូកូនៅផ្ទះចឹងទៅក៏នឹកឃើញថាឆ្នៃម្ហូបយកស្ពៃបូកូហ្នឹងមកឆាជាមួយពងមាន់ឃើញមាននៅផ្ទះស្រាប់ហ៎បន្ទាប់មកហើយស្ពៃបូកូហ្នឹងខ្ញុំទិញអស់តា2000ឯងបងប្អូនហើយពងទា2គ្រាប់ហ្នឹងរួមមកប៉ែលហើយមិនដំបូងយើងហាន់វាមកហាន់វាពុះជា2ជា3ជា4មកបន្ទាប់ពីហាន់ស្ពៃហើយយើងយកស្ពៃហ្នឹងមកលាងមកបងប្អូនលាងវាឲ្យបាន2ពេជ្រទឹកណាឲ្យវាស្អាតហើយពេលយើងញ៉ាំទៅវាសុខភាពយើងល្អផងថ្ងៃហ្នឹងមានតែស្ពៃទេអត់មានការ៉ុតអីលាយទេពួកអីអត់បានទិញហ៎ហើយបន្ទាប់ពីលាងហើយយើងក៏យកខ្ទឹមម្ដងវាហាន់មកហាន់វាឲ្យមកតិចទៅទឹកយើងយកទៅឆាគ្រឿងយើងរួចរាល់ហើយបងប្អូននេះស្ពៃហើយនឹងមានពងមាន់2គ្រាប់ម្ហូបដាច់លុយបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមឆាបងប្អូនពេលខ្ទះក្តៅយើងដាក់ខ្ទឹមដាក់ខ្លាញ់ហើយដាក់ខ្ទឹមបំពងណាបងប្អូនបំពងវាឈ្ងុយពេញផ្ទះហើយបងប្អូនអើយហើយឲ្យវាឡើងក្រហមចែកឡើងឈ្ងុយហ្មងបងប្អូនបន្ទាប់ពីបំពងវាឡើងក្រហមហើយចាំយើងចាប់ផ្ដើមគូសពងមាន់ចូលពងមាន់ដែលយើងមាន2គ្រាប់មុនហ្នឹងគូសចូលឲ្យកូរវាឆ្អិនមកឆ្អិនដល់ពេលឆ្អិនហើយយើងកូរត្រឡប់តិចកុំឲ្យវាខ្លោចទេបងប្អូនមើលជិតឆ្អិនចឹងទៅចាំយើងដាក់បន្លែចូលបន្លែដាក់វាអស់ទៅហើយចាំយើងកូរវាបន្តិចកូរវាឲ្យសពបណាបន្ទាប់ពីកូរវាចូលឡើងឲ្យសពបហើយចាំយើងដាក់គ្រឿងតាមក្រោយដល់ពេលកូរវាទុកបន្ទុកហើយយើងដាក់ស៊ុបខ្នុរចូលបើស៊ុបខ្នុរអ្នកដឹងស៊ុបខ្នុរហើយបងប្អូនហើយដាក់ប្រេងខ្យងបន្តិចមកបន្ទាប់ពីដាក់ប្រេងខ្យងហើយចាំយើងដាក់អំបិលបន្តិចមកដាក់អំបិលដាក់ស្ករប៊ីចេងចឹងណាឆាដល់យើងឆាតម្ដងទៅតែខ្ញុំចូលចិត្តដាក់តិចអត់សូវចូលចិត្តគ្រឿងដិតពេកទេដោយសារខ្ញុំចូលចិត្តហូបបន្លែហ្នឹងហូបទៅវាផ្អែមចឹងហើយអត់ចូលចិត្តគ្រឿងដិតពេកទេពេលហូបទៅវាអត់ល្អដែរសុខភាពចឹងហើយយើងឆាល្មមកល្មមទៅបានហើយបងប្អូនហើយបន្ទាប់ពីឆាដាក់គ្រឿងដាក់អីហើយកុំភ្លេចដាក់លើខ្ទឹមហើយតោះមកក៏ឆ្អិនហើយបងប្អូននេះចាក់ដាក់ចានហើយហូបបាយចេញពីរៀនឃ្លានផងហ៎ចឹងហើយក៏ហេវដូចចាក់ដាក់ចានហូបងាយអស់លុយតិចតែបងប្អូនតំណងអស់បងប្អូនហើយឆ្ងាញ់